អូខេចឹងថ្ងៃនេះយើងនឹងធ្វើការ load ឧបករណ៍ play ចឹងពីមេរៀនមុនដែលយើងបានធ្វើការរៀបសំឡេងដាក់សំឡេងចូលទៅក្នុងក្តារកន្លែងធ្វើ play ហើយនឹងធ្វើការសរសេរជាលំនាំបទនៅក្នុងនេះទី3នេះដែលយើងបានធ្វើពីមុនតែឥឡូវយើងនឹងធ្វើការមួយបែបទៀតផ្សេងពីធម្មតាដែលយើងធ្វើនេះគឺយើងនឹងធ្វើការ load ឧបករណ៍តន្ត្រីអញ្ចឹងមើលឲ្យច្បាស់ហើយសុំធ្វើតាមអូខេអញ្ចឹងច្អមមកលើរូបសញ្ញាបូកនេះមើលឲ្យច្បាស់ណាបន្ទាប់មកចុច mouse ខាងស្ដាំពេលចុចត្រឹមត្រូវវានឹងបង្ហាញឧបករណ៍ play ជាច្រើនក្នុងនេះប៉ុន្តែសូមចុចមកខាងក្រោមនេះដើម្បីឲ្យមានការរើសស្រួលដោយសារវាលាយឡំចូលគ្នាទៅយើងវង្វេងតែលោកចុចទៅនេះមកនេះមកខាងក្រោមនេះ SYNTH ខាងក្រោមនេះហ្នឹងហើយក្នុងនេះគឺមានឧបករណ៍ play មួយចំនួននៅក្នុងនេះ yes អញ្ចឹងយើងរើសមកឡើងក៏បានដែរណាប៉ុន្តែលោកគ្រូសូមធ្វើការរើសទី2នេះដោយសារលោកគ្រូគិតថាឧបករណ៍ play នេះមានសំឡេងព្រោះជាច្រើនអូខេអញ្ចឹងយើងសាកចុចនៅ keyboard យ៉ាងមកឃើញទេសំឡេងជាច្រើនអញ្ចឹងក្នុងកន្លែងនេះគឺជាកន្លែងរើសសំឡេងណាយើងចុចមកណាក៏បានណាចុចមកហើយយើងចុចអូខេទៅយើងចុចអញ្ចឹងអានេះឃុំមកកន្លែងមួយបែបអញ្ចឹងក្នុងនេះមាន66សំឡេងអញ្ចឹងណាបើចង់រកថែមទៀតបើថាយើងអត់ចុចចិត្តទៅថាពេញចិត្តអញ្ចឹងណាយើងចូលមកកន្លែងមួយទៀតនេះទី2មានមួយបែបទៀត222អូខេចូលមានច្រើនអញ្ចឹងយើងអាចរើសមកតាមចិត្តណាហើយទី3ដូចគ្នាទី4នៅចំនួនលេខខាងលើណាយើងមើលតាមហ្នឹងណាអូខេអញ្ចឹងអានេះគឺជាកន្លែងរើស play សំឡេងណាឧបករណ៍ផ្សេងៗទៀតយើងអាចរើសមកដូចគ្នាណាតាមនឹងដូចគ្នាតែមានច្រើនទៀតអូខេតែយើងលោតបានមួយហើយតែយើងចង់ដាក់មួយទៀតយើងធ្វើម៉េចដូច្នេះបើយើងចង់ដាក់មួយទៀតយើងធ្វើដូចមិញហ្នឹងចុច mouse ខាងស្ដាំខាងលើសញ្ញាបូកហើយចង្អុលមកកន្លែងនេះមកហើយរើសមកថែទៀតឬក៏ចង់ដាក់មួយទៀតបន្តទៀតយើងចុចនេះមកពីរដងហើយស្រីតាមនឹងមករើសទៀតមកអូខេអញ្ចឹងណាឧទាហរណ៍ទៅអូខេ right ឥឡូវយើងនឹងធ្វើការសរសេរលំនាំបទដូចពីម្សិលដែលយើងបានរៀនណាអញ្ចឹងចុចមក1 2 3កន្លែងដើរហើយធ្វើការសរសេរលំនាំបទអ្វីតាមចិត្តណាតាមបទនេះសិននេះពេកអូខេឥឡូវយើងនឹងធ្វើការសរសេរជាលំនាំបទមួយតាមចិត្តណាតែយើងមើលសិនណាមើលថាយើងទីបានយើងចោលណានេះអូខេឥឡូវក្នុងនេះមានថាយើងបើយើងសេអីខាងនេះវាជាសំឡេងបើចេញវិញសេសំឡេងហ្នឹងអូខេចុះមកឧទាហរណ៍បើយើងចង់ចុចដាក់សំឡេងមួយទៀតខាងក្រៅអ្នកមួយយើងដាក់មិញហ្នឹងចុចដាក់នឹងដែរអញ្ចឹងមិនធំមិនវិញយើងធំមិនយើងមកនេះទី2វិញមក1 2ហើយចុចសេរីឧបករណ៍ play ដែលយើងបានដាក់ចូលក្នុងកន្លែង channel rack ឬក៏កន្លែងគេ load ឧបករណ៍ play ណាគាត់នឹងអញ្ចឹងថយវាចង់ដាក់នេះមកចុចមកនេះមកចុចទី3វិញមកអញ្ចឹងយើងធ្វើលំនាំបទធ្វើអីតាមចិត្តនោះអរនេះគឺបទមួយចឹងណាអញ្ចឹងចុចលេងមកអូខេចុចដាក់ចង់ដាក់ថែមទៀតម្ដងទៀតអញ្ចឹងចុចមកទី2ម្ដងទៀតហើយចុចមក play ឧបករណ៍ play ដែលយើងដាក់ទី2មកហើយចុចមកនេះវិញណាចុចនេះវិញមកទៀតអូខេឥឡូវអាមុនដែលយើងធ្វើនោះវាកើតជាស្មោលខាងក្រោយឥឡូវអានេះគឺជាកន្លែងឧបករណ៍ទី2ម្ដងអញ្ចឹងឧបករណ៍ទី2នេះសំឡេងវាផ្សេងណាអញ្ចឹងយកទៅឲ្យយើងដាក់ជុំគ្នាមកយកមកណា
yeah ចឹងមានសំឡេងពីរជាមួយគ្នាកន្លែងមួយ yeah ចឹងបើថយចុចដាក់ឋានទៀតយើងthôi đi đàm máu lộ máuต่อទៀតដាក់មកដាក់ឋានទៀតមកចឹងបើទី3មកដល់ទៀតមកសេតទៀតថែមចឹងណាអូខេចឹងអានឹងគឺមួយបែបហើយយើងចង់ដាក់វាចូលក្នុងនេះយីធ្វើម៉េចចុចដូចដងណាតែថ្ងៃនេះយ៉ាមីងធ្វើការដាក់ score ដាក់អីចឹងយកតំបន់នេះចឹងយើងវាចូលមកកន្លែងអកអានេះកន្លែងតន្ត្រីនេះចឹងអានេះអ្វីដែលយើងធ្វើមិញហ្នឹងវាដាក់នេះមកអូកុំភ្លេចណាដៃខ្មៅចឹងដូចពីមុនចឹងសេដល់នេះប៉ុន្តែម្ដងនេះគឺមានសម្លេងច្រើនចឹងវាប្រហែលជាពីរោះជាងអាមុននិយាយថាយើងមានសម្លេងតែមួយចឹងមួយនេះយើងលេងទៅទៀតហើយយើងដាក់ថែមអីមកដូចគេ score ដូចកមេរីញបាញ់ធំមុនហ្នឹងនេះចុចមក kick អីហ្នឹងចុចដាក់តាមតម្លងយើងចឹងចុចដាក់មកហើយការសរសេរដូចដើមណា1 2 3 4 5ចឹងទៅអត់ចឹងណាគេដាក់ដល់ចឹងដូចមុនចឹងតែបើនេះយើងមានឧបករណ៍ភ្លេងជាច្រើនក្នុងតែមួយអញ្ចឹងយើងវាសំឡេងវាអត់មានតប៉ាអីចឹងឧទាហរណ៍បើយើងអត់ជិតចឹងអត់ជិតអូភ្លេងមួយទៀតណាបើយើងអត់ជិតសំឡេងមួយចង់ដូរចឹងចុចដូចមិញចឹងយើងចុចមកចុចវាមកណាចុចអោវាលើនេះលើប្រអប់វិញហ្នឹងហើយចុចវាហើយបដូរសំឡេងតាមចិត្តចឹងថាសំឡេងនឹងមិញចុចដល់វាដល់ណាអូខេអញ្ចឹងដូរមកតាមចឹងអូខេ so yeah អញ្ចឹងសម្រាប់ថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងអញ្ចឹងសាកធ្វើខ្លួនឯងណា alright បបអញ្ចឹងទៅអូខេណាបាទអូខេថ្ងៃនេះក៏គំរូទៀតណាថ្ងៃនេះអញ្ចឹងរៀនធ្វើខ្លួនឯងណាអូខេគឺចប់